តួអង្គនេះបងប្អូនប្រកាសជាស្គាល់អំពីគាត់នៅតាមខ្សែភាពយន្តចិនជាច្រើនមកហើយដែលជាតួអង្គប្រកាន់នៅភាពទៀងត្រង់មិនលំអៀងនិងការលះបង់ស្រឡាញ់នៅភាពយុត្តិធម៌គាត់បានក្លាយជានិមិត្តសញ្ញារឿងព្រេងនិទាននៃភាពយុត្តិធម៌និងសុចរិតនៅក្នុងប្រវត្តិសាស្ត្រវប្បធម៌របស់ចិនឥឡូវមកដឹងថាបើចិននៅក្នុងសង្គមប្រវត្តិសាស្ត្រពិតបើចិននៅក្នុងប្រវត្តិសាស្ត្រពិតដូចនៅក្នុងរឿងដែលយើងមើលរាល់ថ្ងៃនេះដែរឬទេតោះតាមដានជាមួយខ្ញុំទាំងអស់គ្នាលោកប៉ាវចិនជាបុគ្គលល្បីល្បាញមានភាពយុត្តិធម៌និងមានពិតប្រាកដនៅក្នុងប្រវត្តិសាស្ត្ររបស់ចិនគាត់មានឈ្មោះពិតថាប៉ាវចិនកើតនៅក្រុងហានវ៉ៃខេត្តណានហុយនៃប្រទេសចិនគាត់បានកើតនៅថ្ងៃទី5ខែមីនាឆ្នាំ999និងទទួលមរណភាពនៅថ្ងៃទី3ខែកក្កដាឆ្នាំ1062នាជនមានអាយុ63ឆ្នាំដែលជាង1000ឆ្នាំមុនអំឡុងរាជវង្សសុងដែលគិតមកដល់បច្ចុប្បន្ននិយាយពីរូបរាងរបស់គាត់វិញមិនដូចជាភាពយន្តសម្ដែងនាពេលបច្ចុប្បន្ននេះទេតាមពិតទៅគាត់គឺជាអ្នកប្រាជ្ញស្បែកសស្អាតនិងមានសម្បុរខ្មៅដូចនៅក្នុងរឿងភាគចិនដែលពួកយើងបានឃើញនោះឡើយយោងតាមកំណត់ត្រាប្រវត្តិសាស្ត្របានបញ្ជាក់ថាគាត់មានរូបរាងសាមញ្ញប៉ុន្តែស្រស់សង្ហាមានពុកចង្ការពណ៌សផងដែរហើយចំណែកឯក្នុងរឿងព្រេងនិទានចិននិងខ្សែភាពយន្តនាពេលបច្ចុប្បន្ននេះគេបានលាបតួអង្គប៉ាវចិនឲ្យខ្មៅដើម្បីបង្កប់នៅបុគ្គលិកលក្ខណៈអស្ចារ្យរបស់លោកនិងគូរូបព្រះច័ន្ទនៅលើថ្ងាសដែលតំណាងឲ្យចរិតសុចរិតនិងទៀងត្រង់របស់គាត់នាសម័យនោះគាត់បានកើតពីគ្រួសារដែលមានវណ្ណៈទាបគាត់ធំដឹងក្តីក្នុងស្ថានភាពក្រីក្រនិងទុក្ខលំបាកដែលមនុស្សគ្រប់គ្នាធ្លាប់ឆ្លងកាត់ប៉ុន្តែគាត់ជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាមមិនចុះញ៉ាំឡើយមកដល់អាយុ29ឆ្នាំគាត់បានទទួលសញ្ញាបត្របណ្ឌិតនៅប្រទេសចិនកាលនោះសញ្ញាបត្រដែលគាត់ទទួលបានត្រូវបានគេហៅថាជីងឈីដែលជាសញ្ញាបត្រខ្ពស់បំផុតនៅក្នុងប្រព័ន្ធប្រឡងសម័យនោះដែលត្រូវបានធ្វើឡើងរៀងរាល់3ឆ្នាំម្ដងបច្ចុប្បន្ននេះសញ្ញាបត្រនេះស្មើនឹងសញ្ញាបត្រអក្សរសាស្ត្រលោកប៉ាវចិនបានកាន់តំណែងរដ្ឋាភិបាលកម្រិតខ្ពស់ជាងគេនៅក្នុងអាជីពគាត់បានបម្រើការជាមន្ត្រីនៅក្នុងសមាជិកភាពផ្សេងៗក្រោមអធិរាជព្រែនសុងក្នុងរាជវង្សសុងគាត់កាន់តំណែងដូចជាចៅក្រមចៅហ្វាយក្រុងហើយក្រោយមកជាទីប្រឹក្សាជាន់ខ្ពស់នៃរាជការសុងលក្ខណៈដែលគួរឲ្យកត់សម្គាល់លោកប៉ាវចិនត្រូវបានគេស្គាល់ដោយសារប្រកាន់ភ្ជាប់យ៉ាងតឹងរ៉ឹងនៃសុចរិតយុត្តិធម៌មិនលំអៀងមិនគិតពីទ្រព្យសម្បត្តិឋានៈបុណ្យស័ក្តិរបស់បុគ្គលណាឡើយជារឿយៗគាត់ទទួលបានការពេញចិត្តចំពោះជនក្រីក្រត្រូវបានគេដាក់រហស្សនាមឲ្យគាត់ថាជាអ្នកការពារប្រជាជនសាមញ្ញគាត់គឺជាបុគ្គលដែលមិនចេះពុករលួយហើយបដិសេធមិនទទួលសំណូកឬចុះចាញ់នៅសម្ពាធនយោបាយដែលជាបុគ្គលដ៏កម្រមួយដែលមាននៅក្នុងសម័យរបស់គាត់ចំណែកសមិទ្ធផលសំខាន់ៗនៅក្នុងជីវិតរបស់លោកវិញទី1នោះគឺយុទ្ធនាការប្រឆាំងនៅអំពើពុករលួយលោកម្ចាស់ប៉ាវចិនមិនចេះអត់ធ្មត់ក្នុងការកម្ចាត់មន្ត្រីពុករលួយដោយងាកទៅរកការគ្រប់គ្រងដោយយុត្តិធម៌និងគោរពច្បាប់ទី2គឺការកែលម្អប្រព័ន្ធតុលាការដោយមានភាពច្នៃប្រឌិតគាត់បានណែនាំកំណែទម្រង់ប្រព័ន្ធតុលាការដើម្បីទប់ស្កាត់នៃការរំលោភបំពានអំណាចនៅដំណាភិបទី3គឺការកាត់ក្តីដ៏ល្បីល្បាញរបស់គាត់ការវិនិច្ឆ័យករណីពិសេសជាច្រើនដូចជាក្នុងអំឡុង25ឆ្នាំនៅក្នុងមុខងារជាចៅក្រមលោកម្ចាស់ប៉ាវចិនបង្ហាញយ៉ាងខ្ជាប់ខ្ជួននៅភាពស្មោះត្រង់និងភាពទៀងត្រង់បំផុតជាមួយនឹងសកម្មភាពដូចជាការកាត់ទោសខ្សែរាជវង្សនិងការដាក់ទណ្ឌកម្មចំពោះគ្រួសារដែលមានអំណាចរហូតដល់ឆ្នាំ1057គាត់ក៏បានតែងតាំងជាចៅហ្វាយក្រុងនៃរដ្ឋធានីខៃហ្វុងរបស់រាជវង្សសុង
ដែលជាកន្លែងផ្ដួចផ្ដើមនឹងការផ្លាស់ប្ដូរមួយចំនួនដើម្បីស្ដាប់ទុក្ខលំបាករបស់ប្រជារាស្ត្រឲ្យកាន់តែប្រសើរឡើងនៅក្នុងអំឡុងពេលកាន់តំណែងគាត់បានទទួលងារជាតុលាការមុខដែកដោយសារតែសមត្ថភាពរបស់គាត់ជួយប្រជារាស្ត្រក្រីក្រដោយជំនះលើអំពើពុករលួយយ៉ាងណាមិញនៅក្នុងឆ្នាំ1062រឿងគួរឲ្យសោកសង្រេងដែលការទទួលមរណភាពរបស់លោកម្ចាស់ប៉ាវគាត់ត្រូវបានគ្រួសារយកទៅបញ្ចុះនៅឯស្រុកដាជីងឈីដោយពាក្យចចាមរាមបាននិយាយតគ្នាថាគាត់ត្រូវបានគេបំពុលឲ្យស្លាប់ដោយសារតែគាត់ជាមន្ត្រីស្មោះត្រង់ដែលប្រឆាំងទៅនឹងអំពើពុករលួយក្នុងរជ្ជកាលហើយបានធ្វើឲ្យមនុស្សជាច្រើនមិនពេញចិត្តក្រោយមកគ្រួសារគាត់បានលាក់អធិធាតុរបស់គាត់នៅក្នុងមឈូស21ផ្សេងគ្នានៅទូទាំងប្រទេសដើម្បីមិនឲ្យសត្រូវមកឈានពានជីកកកាយរកឃើញជាអកុសលដោយមានការលុកលុយពីពួកម៉ាន់ជូនៅទសវត្សរ៍1100ផ្នូររបស់លោកម្ចាស់ប៉ាវចិនត្រូវបានគេរកឃើញហើយរើយកឆ្អឹងនិងវត្ថុមានតម្លៃដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញបន្ថែមទៀតនៃអធិធាតុរបស់លោកម្ចាស់ប៉ាវចិនក្រុមគ្រួសាររបស់គាត់បានផ្លាស់ប្ដូរផ្នូររបស់គាត់ពីចម្ងាយ10ម៉ែត្រប៉ុន្តែទីបំផុតត្រូវចោលប្លន់នៅតែរកឃើញផ្នូរហើយបំផ្លាញបំណែកឆ្អឹងរបស់គាត់ដដែលរហូតមកដល់បដិវត្តន៍នៃចិនដីគោករដ្ឋាភិបាលបានរុះរើណូជាច្រើនដើម្បីទុកសាងសង់រោងម៉ាស៊ីននៅក្នុងនោះដែរក៏មានផ្នូររបស់លោកម្ចាស់ប៉ាវចិនដែលបានជីកចំក្រុមការងារបណ្ដោះអាសន្នមួយក៏បានបង្កើតឡើងដោយមជ្ឈមណ្ឌលរបស់ហេសីនិងបានជីកកកាយសម្អាតផ្នូររបស់គាត់យ៉ាងណាមិញមឈូសទាំង11ត្រូវបានបញ្ជូនទៅស្រុកកំណើតរបស់លោកម្ចាស់ប៉ាវចិនប៉ុន្តែរដ្ឋាភិបាលនៅក្នុងតំបន់មិនអនុញ្ញាតឲ្យបញ្ចុះសពនៅក្រោមដីនោះទេក្រោយមកនៅទសវត្សរ៍ឆ្នាំ1880គេមានបំណងចង់សាងសង់ផ្នូររបស់ប៉ាវចិនឡើងវិញតែត្រូវបានរកឃើញថាឆ្អឹងនៅក្នុងមឈូសត្រូវបានបាត់បង់ខ្លះហើយនៅសល់ត្រឹមតែដីភក់ប៉ុណ្ណោះគេបានសន្និដ្ឋានថាកូនចៅរបស់លោកម្ចាស់ប៉ាវចិនបានយកអធិធាតុទៅបញ្ចុះដោយមិនដឹងពីទីតាំងច្បាស់លាស់ទេសពថ្ងៃនេះក្រុមបុរាណវិទូក៏បន្តស្វែងរកបំណែកឆ្អឹងសេសសល់របស់លោកម្ចាស់ប៉ាវចិនផងដែររីឯបំណែកឆ្អឹងដែលបានរកឃើញត្រូវបានថែរក្សាទុកនៅក្នុងឈាបនដ្ឋានដែលបានសាងសង់ថ្មីនៅក្នុងស្រុកហេនវ៉ៃខេត្តណានហ៊ុយទោះជាយ៉ាងណាក៏ដោយលោកម្ចាស់ប៉ាវធ្លាប់ឆ្លងកាត់ជាច្រើននៅក្នុងឆាកជីវិតរបស់លោកប៉ុន្តែលោកបានបន្សល់នៅកេរដំណែលជាច្រើនជាវីរបុរសវប្បធម៌កេរ្តិ៍ឈ្មោះរបស់លោកម្ចាស់ប៉ាវបានកើតឡើងហើយគាត់បានក្លាយជានិមិត្តរូបវប្បធម៌ត្រូវបានប្រារព្ធនៅក្នុងអក្សរសិល្ប៍ចិនល្ខោនអូប៉េរ៉ានិងរឿងល្ខោនផ្សេងទៀតយូរទៅគាត់បានក្លាយទៅជាប្រធានបទនៃរឿងនិទានប្រឌិតជាច្រើនហើយគាត់ត្រូវបានបង្ហាញជាចៅក្រមជ្រេះវៃនិងមិនមានការភ័យខ្លាចចំពោះការដោះស្រាយបញ្ហាស្មុគស្មាញគាត់ក៏ជាតំណាងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកម្ចាស់ប៉ាវបានលេចមុខនៅក្នុងរឿងភាគចិនដោយពាក់មុខខ្មៅហើយនឹងមានតេះច័ន្ទនៅលើថ្ងាសដែលជានិមិត្តរូបមិនលំអៀងរបស់គាត់ស្របពេលនោះដែរផលប៉ះពាល់នៃប្រវត្តិសាស្ត្របានកើតឡើងខណៈពេលដែលសកម្មភាពនៅក្នុងជីវិតពិតរបស់គាត់ត្រូវបានអភិវឌ្ឍបន្ថែមនៅក្នុងរឿងព្រេងនិទានភាពយន្តផ្សេងខុសពីប្រវត្តិសាស្ត្រពិតរបស់គាត់តួអង្គរបស់គាត់តែងតែបំផុសស្វែងរកយុត្តិធម៌មិនលំអៀងសូមអរគុណចំពោះការទស្សនាបើសិនជាមានកន្លែងណាខុសឆ្គងសូមមេត្តាខន្តីអភ័យទោសដល់យើងខ្ញុំផង